ថ្ងៃនេះខ្ញុំបានធ្វើដំណើរមកដល់ផ្សារទំរិញហើយនិងសាលាឃុំទំរិញផងដែរទស្សនាវីដេអូពេញជាមួយខ្ញុំជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូសម្រាប់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដើម្បីទស្សនាជាមួយនឹងសកម្មភាពរបស់ខ្ញុំហើយវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូននឹងជួយគាំទ្រជួយshare ឬក៏ comment ដើម្បីជាការកែតម្រូវនៅវីដេអូរបស់ខ្ញុំហើយនេះជាសកម្មភាពមួយដែលខ្ញុំបានធ្វើដំណើរចំពោះវីដេអូដែលខ្ញុំបានធ្វើនេះគឺខ្ញុំថតកាត់ទេហើយដើម្បីឲ្យវាមានរយៈពេលខ្លីហើយណាមួយខ្ញុំធ្វើដំណើរបានមកដល់ភូមិមួយដោយមានឃើញចំការកៅស៊ូជាច្រើនដែលខ្ញុំបានធ្វើដំណើរនៅតាមដងផ្លូវហ្នឹងបងប្អូនបាទហើយខ្ញុំធ្វើដំណើរជាមួយនឹងក្រុមការងាររបស់ខ្ញុំហើយយើងបានធ្វើដំណើរតាមចំការកៅស៊ូជាច្រើននៅតាមផ្លូវដោយដែលបងប្អូនបានឃើញអញ្ចឹងហើយខ្ញុំសង្ឃឹមថាបងប្អូនជួយគាំទ្រនៅសកម្មភាពឬក៏ជួយចុច subscribe នៅ channel របស់ខ្ញុំដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទផងដែរដើម្បីផលិតវីដេអូថ្មីបន្តទៀតសម្រាប់ការចែករំលែកហើយវីដេអូនេះខ្ញុំធ្វើឡើងគឺសម្រាប់ជាការកម្សាន្តផងដែរនៅរាល់សកម្មភាពរបស់ខ្ញុំដែលខ្ញុំបានឆ្លងកាត់ពីតំបន់មួយទៅកន្លែងមួយអញ្ចឹងណាហើយដូចជាបងប្អូនបានឃើញហើយយើងឃើញមានចំការកៅស៊ូដែលបងប្រជាពលរដ្ឋគាត់បានបានដាំឬក៏ជាការដាក់នៅទីតាំងមួយដែលជាកន្លែងរបស់គាត់អញ្ចឹងណាបងប្អូនបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងធ្វើដំណើរតាមដងផ្លូវឃើញពីទស្សនវិជ្ជាហើយនឹងទេសភាពគឺស្រស់ស្អាតណាស់ហើយនេះយើងបានចូលមកដល់ផ្សារទំរិញហើយបងប្អូនមួយចំនួនប្រហែលជាស្គាល់ហើយគឺអំពីទស្សនវិជ្ជានៅផ្សារគឺមនុស្សច្រើនមែនហើយនេះជាទស្សនវិជ្ជានៅពេលដែលភ្លៀងហើយគឺអាកាសធាតុរៀងត្រជាក់ហើយមើលឃើញទៅលើដីគឺក្រហមមែនតែនហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយ share បន្តដើម្បីឲ្យបានឃើញទាំងអស់គ្នាជាច្រើនហើយយើងក៏ថតនៅទស្សនវិជ្ជានៅតាមដងផ្លូវឬក៏ទីប្រជុំជននៅខាងផ្សារទំរិញហ្នឹងឬក៏ឃុំទំរិញហ្នឹងផងដែរបាទហើយខ្ញុំមិនមានអ្វីច្រើនទេក្នុងការចែករំលែកទៅកាន់ពុកម៉ែបងប្អូនជាចុងក្រោយខ្ញុំក៏សូមអរគុណហើយសូមជម្រាបលាទៅកាន់បងប្អូនទាំងអស់គ្នា